ស៊ីដអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទគឺជាសិទ្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលផ្ដោតសំខាន់លើសិទ្ធិរបស់ស្ត្រីនិងបញ្ហារបស់ស្ត្រីនៅទូទាំងសកលលោកទាំងមូលអនុសញ្ញានេះប្រកាន់យកគោលការណ៍ចំនួន3គឺសមភាពពេញលេញការមិនរើសអើងនិងកាតព្វកិច្ចរបស់រដ្ឋវីដេអូនេះពន្យល់ពីគោលការណ៍ស្តីពីការមិនរើសអើងប្រទេសភាគច្រើនលើសកលលោកនេះបានចុះហត្ថលេខាលើអនុសញ្ញាស៊ីដមានន័យថាប្រទេសទាំងនោះបានសន្យាថាខ្លួននឹងគោរពការពារលើកស្ទួយនិងសម្រេចឲ្យបាននូវសិទ្ធិរបស់ស្ត្រីនៅតាមប្រទេសរៀងៗខ្លួនរបស់ពួកគេប៉ុន្តែការរើសអើងនៅតែកើតមានឡើងនៅតាមប្រទេសជាច្រើនជាការរើសអើងដោយផ្ទាល់ផងនិងដោយប្រយោលផងប្រទេសជាច្រើនអនុវត្តច្បាប់សញ្ជាតិដែលជាការរើសអើងចំពោះស្ត្រីនិងកុមារឧទាហរណ៍ឪពុកត្រូវបានច្បាប់អនុញ្ញាតឲ្យផ្ទេរសញ្ជាតិទៅឲ្យកូនប៉ុន្តែម្ដាយមិនអាចផ្ទេរសញ្ជាតិឲ្យកូនបានឡើយប្រសិនបើពុំមានសញ្ជាតិកុមារត្រូវបានគេផាត់ចេញពីសេវាថែទាំសុខភាពការអប់រំនិងសេវាដទៃទៀតដែលត្រូវផ្ដល់ដល់ប្រជាពលរដ្ឋការរើសអើងដោយប្រយោលកើតចេញពីច្បាប់និងគោលនយោបាយដែលមានអព្យាក្រឹតភាពខាង gender ដែលហាក់បីដូចជាផ្ដល់នូវលទ្ធភាពស្មើគ្នាដល់បុរសនិងស្ត្រីប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងស្ត្រីទទួលរងការចាញ់ប្រៀបដោយសារតែការរើសអើងដែលមានកន្លងមកបង្កឡើងដោយប្រព័ន្ធបែបបិតាធិបតេយ្យឧទាហរណ៍ក្រុមហ៊ុនកាសែតមួយជ្រើសរើសនិពន្ធនាយកហើយបានអញ្ជើញអ្នកសារព័ត៌មានទាំងប្រុសទាំងស្រីឲ្យដាក់ពាក្យដោយមានដាក់លក្ខខណ្ឌមួយថាបេក្ខជនត្រូវធ្លាប់ចុះយកគ្រប់ព័ត៌មានទាំងអស់កន្លងមកប៉ុន្តែគោលនយោបាយបែបនេះបានទម្លាក់អ្នកសារព័ត៌មានជាស្ត្រីទាំងអស់ដោយសារតែមានគោលនយោបាយមួយទៀតដែលហាមស្ត្រីមិនឲ្យចុះយកព័ត៌មានពីបទល្មើសព្រហ្មទណ្ឌដើម្បីការពារហានិភ័យដែលអាចកើតមានឡើងហេតុនេះពុំមានស្ត្រីណាម្នាក់អាចដាក់ពាក្យធ្វើការងារនេះបានឡើយប្រព័ន្ធបិតាធិបតេយ្យគឺជាប្រព័ន្ធសង្គមដែលចាត់ទុកបុរសថាជាអ្នកមានសិទ្ធិអំណាចធំជាងគេនិងមានតួនាទីសំខាន់សម្រាប់អង្គការចាត់តាំងរបស់សង្គមដូចជាឪពុកមានសិទ្ធិអំណាចលើស្ត្រីកុមារនិងទ្រព្យសម្បត្តិវាមានន័យថាបុរសជាអ្នកកាន់អំណាចនិងមានបុព្វសិទ្ធិលើស្ត្រីដែលស្ថិតនៅក្រោមបង្គាប់នៅក្នុងប្រព័ន្ធបិតាធិបតេយ្យលក្ខណៈសម្បត្តិរបស់បុរសគឺមានតម្លៃជាងលក្ខណៈសម្បត្តិរបស់ស្ត្រីឧទាហរណ៍អ្នកតែងឮគេប្រាប់បុរសនិងក្មេងប្រុសថាកុំធ្វើខ្លួនដូចស្រីវាកើតឡើងបែបនេះដោយសារតែប្រព័ន្ធបិតាធិបតេយ្យចាត់ទុកស្ត្រីថាជាជនទន់ខ្សោយមិនសូវមានតម្លៃដូចបុរសហើយនៅក្នុងប្រទេសស្ត្រីជួបប្រទះនឹងឧបសគ្គដោយសារតែទម្លាប់វប្បធម៌និងសាសនាដោយសារតែជំនឿនិងការអនុវត្តបែបនេះទើបស្ត្រីទទួលរងការរើសអើងតាំងពីដើមរៀងមកឧទាហរណ៍ការកាត់ជ្រឹបប្រដាប់ភេទរបស់ក្មេងស្រីផ្នែកនៃប្រដាប់ភេទស្ត្រីដែលត្រូវបានគេកាត់ចេញត្រូវបានគេការពារថាជាការទទួលខុសត្រូវផ្នែកសាសនាឬជាប្រពៃណីដើម្បីសម្គាល់ពីភាពពេញវ័យរបស់ក្មេងស្រីប៉ុន្តែមានការរកឃើញថាខុសពីការកាត់ជ្រឹបប្រដាប់ភេទរបស់បុរសការកាត់ជ្រឹបប្រដាប់ភេទរបស់ស្ត្រីពុំមានផ្ដល់ប្រយោជន៍អ្វីដល់ស្ត្រីសោះឡើយប៉ុន្តែវាថែមទាំងអាចបង្កឲ្យមានបញ្ហាសុខភាពហើយក្នុងករណីមួយចំនួនអាចនាំឲ្យមានការបាត់បង់ជីវិតទៀតផងIt is important to keep in mind that non-discrimination រឿងសំខាន់ដែលត្រូវចងចាំនោះគឺថាការមិនរើសអើងស្ត្រីត្រូវតែមាននៅក្នុងច្បាប់ផងនិងនៅក្នុងការអនុវត្តជាក់ស្ដែងផង meaning what is actually happening in reality. For example, there is a ឧទាហរណ៍មានគម្រោងចិញ្ចឹមត្រីមួយនៅក្នុងភូមិឡូម៉ាកគោលនយោបាយចែងថានឹងផ្ដល់ឱកាសស្មើគ្នាដល់ស្ត្រីនិងបុរសដើម្បីឲ្យពួកគេក្លាយជាអ្នកចិញ្ចឹមត្រីដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេការបណ្ដុះបណ្ដាលទាំងអស់នឹងត្រូវផ្ដល់ជូនគ្រប់គ្នាប៉ុន្តែលក្ខខណ្ឌមួយចែងថាបេក្ខជនទាំងអស់ត្រូវតែមានស្រះ have some farmland to work in. នៅក្នុងការអនុវត្តគម្រោងនេះជាក់ស្ដែងពុំមានស្ត្រីចូលរួមឡើយគេរកឃើញថានៅក្នុងភូមិនេះស្ត្រីពុំមានស្រះទឹកឡើយដោយសារតែច្បាប់ស្នងមរតកមានលក្ខណៈរើសអើងនិងមិនអនុញ្ញាតឲ្យស្ត្រីទទួលមរតកជាទ្រព្យសម្បត្តិអ្វីទាំងអស់វប្បធម៌នៅមូលដ្ឋានក៏ហាមឃាត់មិនឲ្យស្ត្រីគ្រប់គ្រងឬទទួលបានចំណូលឬទ្រព្យសម្បត្តិរបស់គ្រួសារដែររាប់បញ្ចូលទាំងស្រះទឹករបស់ប្តីខ្លួនឯងផងមានច្បាប់និងគោលនយោបាយជាច្រើនដែលត្រូវផ្ដល់ប្រយោជន៍ដល់ស្ត្រីប៉ុន្តែមិនបានពិចារណាលើការរើសអើងដែលស្ត្រីជួបប្រទះកន្លងមកដែលជាកត្តារារាំងស្ត្រីមិនឲ្យទទួលបានសិទ្ធិទាំងនេះគោលនយោបាយទាំងនេះក៏អាចមាននៅក្នុងប្រទេសរបស់អ្នកផងដែរវីដេអូនេះគ្របដណ្ដប់លើគោលការណ៍ស្ដីពីការមិនរើសអើងដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង3របស់អនុសញ្ញាស៊ីដ